មករៀនដាក់រូបភាពទល់មុខគ្នាទាំងអស់គ្នាតំណេឆ្លៀតជួយធ្វើវីដេអូចែកម្លែកបងប្អូនដែលមានបំណងចង់រៀនកុំព្យូទ័របាទអូខេតោះ let's go ទីមួយយកមកចុចលើ insert យើងរករូបភាពណាដែលយើងគិតថាយកមកដាក់ទល់មុខគ្នាយកនៅក្នុង drive ណាមួយអូខេខ្ញុំយករូបគោនេះមួយខ្ញុំ insert អញ្ចឹងបានរូបមួយហើយអញ្ចឹងរូបនោះយើងអាចរំកិលបានមានន័យថាយើងរំកិលឆ្វេងស្ដាំរំកិលវាអត់ទៅទេយើងចុចវាតូចទៅសកត់មកទាញវាតូចទៅទាញពីលើចុះកោងក៏បានដែរអាហ្នឹងគឺយើងជាប់តែម្ដងយើងមិនអាចរំកិលណាបានទេអញ្ចឹងយើងដើម្បីឲ្យវារំកិលបានយើងចូលខាងស្ដាំមកលើវាយក wrap text នៅក្នុង wrap text វាមាន in front of text នៅពីមុខ behind of text នៅពីក្រោយ sphere នៅចំហៀងលើយើងយក in front of text ដើម្បីខ្ញុំរំកិលរូបនឹងទៅខាងណាក៏បានដែរអញ្ចឹងយើងយកដូចគ្នាយើងយកនៅក្នុង home នេះយើងយក format ដូចគ្នាបានដូចគ្នានៅក្នុងនេះមាន wrap text ដូចគ្នាតែឥឡូវនេះខ្ញុំបានរូបមួយហើយអញ្ចឹងខ្ញុំចម្លងរូបមួយទៀតខ្ញុំ copy ដើម្បីដាក់រូបពីរឲ្យទល់មុខគ្នាខ្ញុំ paste វាមួយអញ្ចឹងបានរូបពីរហើយអញ្ចឹងដើម្បីឲ្យរូបទល់គ្នាខ្ញុំ select format select លើរូបនឹងសិនឥឡូវរូបនេះអត់ទាន់ទល់មុខគ្នាទេអញ្ចឹងខ្ញុំអាច select រូបបន្ទាប់មកខ្ញុំយកមកចុចខាងស្ដាំមកយក format យក wrap text នៅក្នុងនេះក៏បានតែខ្ញុំយក wrap text ក្នុងនឹងទេខ្ញុំចុចទៅលើ home យក format បន្ទាប់ពីខ្ញុំយក format ខ្ញុំយកសញ្ញារំកិលបែបនេះនេះវាមាន rotate វាមាន flip វាមាន horizontal អញ្ចឹងយក horizontal ដើម្បីរូបទល់មុខគ្នាឥឡូវនេះយើងបានរូបពីរទល់មុខគ្នាហើយអញ្ចឹងវិធីងាយៗមានតែប៉ុណ្ណឹងប្រសិនបើចង់រៀនបន្ថែមពីនឹងទៀតគឺយើងមានច្រើនអរគុណសម្រាប់ការតាមដានវីដេអូរបស់ខ្ញុំខ្លីៗ